Ba số xây bong bong bongថ្ងៃនេះយើងធ្វើការតម្លើង sound scan មុខបាទនេះជារបៀបតម្លើង sound scan មុខបងប្អូនអញ្ចឹង sound scan មុខដែលយើងតម្លើងគឺ model មួយនេះបាទ model នេះ scan មុខបាទរូបរាងសស្អាតមែនតើពណ៌មាសអានេះលក្ខណៈមាសស្រាលបងប្អូនបាទមាសស្រាលអូខេអញ្ចឹងពាក់ព័ន្ធទៅនឹងដំបូងឡើងគឺបងត្រូវចោះទ្វារដាក់កលឹះសិនបងណាចោះទ្វារដាក់កលឹះឲ្យចូលឲ្យបានសិនមកនេះធ្វើម៉េចដាក់កលឹះឲ្យចូលឲ្យអស់បាទបន្ទាប់មកវាមានខ្ចៅខ្យល់បាទវិសអីហ្នឹងបងត្រូវកាត់បាទអញ្ចឹងវិសមានច្រើនអ្វីដែលបងត្រូវកាត់មានដូចជាបាទកន្លែងនេះកូនសៅសគួរបងត្រូវកាត់ដូចគ្នាកន្លែងនេះត្រូវដាក់កន្លែងនេះបងណាបាទអញ្ចឹងបងត្រូវកាត់មកល្មមកុំកាត់វែងពេកកាត់មកល្មមអេមួយទៀតនេះទលួញកដាលគេបងអស់គឺគេដើម្បីតាក់កលឹះបាទផ្នែកខាងក្នុងនិយាយទៅអាពួកនេះគឺខាងផ្នែកខាងក្នុងទាំងអស់បងប្អូនអញ្ចឹងបងត្រូវកាត់បាទចំណុចទី3គឺអាមួយនេះបាទទលួញខាងក្នុងគឺនេះគេហៅទៅលើសុវត្ថិភាពខាងក្រោមមកតាំងទៀតបាទអញ្ចឹងអាដែកហ្នឹងគឺត្រូវភ្ជាប់ជាមួយទៅនឹងផ្នែកខាងក្រោយបាទផ្នែកខាងក្រោយកន្លែងណាផ្នែកខាងក្រោយកន្លែងនេះបងអញ្ចឹងបងត្រូវយកលួសមកដាក់ចាប់ចងកន្លែងនេះបាទអូខេចាប់ចងកន្លែងនេះបងណាមើលធ្វើឲ្យបងមើលអូខេអានេះយើងតាក់អញ្ចឹងបងប្អូនហ្នឹងហើយយើងតាក់ប៉ុណ្ណឹងអូខេអញ្ចឹងចំណុចបន្ទាប់យើងអ្វីយើងត្រូវធ្វើគឺយើងចាប់នេះយើងចាប់នេះនៅកន្លោះនេះបាទចាប់វាមកបន្ទាប់មកការងារបន្ទាប់បងត្រូវចាប់សោផ្នែកខាងមុខហ្នឹងជាមួយនឹងផ្នែកខាងក្រោយអញ្ចឹងចាប់ជាមួយនឹងប្រទេសនេះបាទចាប់ទៅនឹងប្រទេសហ្នឹងបងប្អូនដាក់ឲ្យឆ្ងាយតិចស្រួលមើលអញ្ចឹងបងដាក់ខ្សែភ្លើងចូលមកយើងភ្លេចប្រាប់បងប្អូនអានេះបងត្រូវដាក់ប្រឡងនេះសិនណាប្រឡងនេះបងឃើញអាប្រឡងហ្នឹងគឺត្រូវបងបធូរវាតិចមកឲ្យវាមានចន្លោះប៉ុណ្ណឹងសោកកន្លែងនេះហេសោកមកល្មមទៅបាទសោកដាក់ប៉ុណ្ណេះក៏បានបាទមួយប៉ុណ្ណឹងខ្សែភ្លើងចង់ដាក់ខាងក្រោមក៏បានខាងលើក៏បានតែចិត្តហ៎បងបាទចុះវាមាន2អញ្ចឹងប្រឡងហ្នឹងខាងក្រោមមួយខាងលើមួយធូរវាទាំងអស់បាទធូរប្រឡងទាំងអស់សោកវាខាងក្រោមអូខេអញ្ចឹងយកតែកាប់មួលវាបន្តិចអូខេមួលចឹងហើយអានេះសោកចូលនេះបាទអូខេហើយរួចរាល់ស្រែនេះព្រមនេះឲ្យវាត្រង់សំខាន់អានេះហើយនេះសំខាន់ជាងគេអាពីរហ្នឹងឯងខាងព្រមនេះមិនត្រូវអីស្រែតាព្រមនឹងអាពីរហ្នឹងត្រូវអូខេឥឡូវវាខ្ញុំអាចថាទទួលយកបានប៉ុណ្ណាខ្ញុំគិតថាវាត្រង់ប៉ុន្តែវាត្រង់អញ្ចឹងបងមួលហ្នឹងវាខ្លាំងវាមកឲ្យជាប់មកបាទអូខេអូខេចំណុចបន្ទាប់នេះបងដាក់អានេះឲ្យចូលក្រោមខាងក្រោមនេះដាក់វាចូលផ្នែកខាងក្រោមហ្នឹងខ្ញុំសុំមើលតិចបាទចូលណាអានេះមកល្មមចូលเลยបងប្អូនចាប់វិស4គ្រាប់ដាក់ថ្មពុចរួចជាការស្រេចអានេះបងប្អូនបាទរួចរាល់ចឹងសម្រាប់បងប្អូនត្រូវការសាកសួររបៀបប្រើប្រាស់របៀបតម្លើងឲ្យអាចតាក់ទងមកខាងក្រុមការងារយើងក្នុងបានបងប្អូនបាទស្អាតមែនតើ